ថ្ងៃមួយនៅជីភូមិត្រង់ចិញ្ចាមព្រៃមានជ្រូកមួយឈ្មោះពោវាជាជ្រូកស្ដាយស្ទើរតែគ្រប់ពេលណាក៏អារម្មណ៍ធុញទ្រាន់និងព្រួយចិត្តថាខ្លួនគ្មានតម្លៃពេលវាជួបនឹងអ្នកណាក៏តែងសួរខ្ញុំអាចមានប្រយោជន៍អ្វីទៅថ្ងៃមួយពោដើរទៅក្នុងព្រៃហើយបានជួបឈើចេកមួយដើមដែលមានផ្លែចេកមួយគ្រាប់សល់នៅលើផ្លែចុងក្រោយចេកនោះទម្លាក់មកដីនិងនិយាយជាសំឡេងអាសូរខ្ញុំជាចេកផ្លែចុងក្រោយហើយគ្មានអ្នកណាចង់ញ៉ាំខ្ញុំឡើយពោអាណិតចេកហើយនិយាយបងចេកកុំឲ្យខ្លាចអីទេខ្ញុំនឹងយកបាំងទៅឲ្យកូនក្មេងនៅភូមិដើម្បីឲ្យពួកគេទទួលបានសុភមង្គលពោយកចេកនោះនៅលើចុងវាក់និងធ្វើដំណើរត្រឡប់ទៅភូមិតាមផ្លូវពិបាកគេចាញ់លបួងច្រើនដូចជឿសត្វព្រៃក្មេងខ្លាចនឹងទឹកភ្លៀងប៉ុន្តែដោយការជឿជាក់និងចិត្តសប្បុរសរបស់ពោនាងបានឈានដល់ភូមិនិងយកចេកទៅឲ្យក្មេងៗញ៉ាំក្មេងៗរីករាយណាស់ហើយគ្រួសារថ្លែងអំណរគុណចំពោះពោពួកគេនិយាយថាពោគឺជាសត្វដែលមានស្នាដៃលើសការឬសារៈពោស្ងប់ស្ងាត់ប៉ុន្តែចិត្តរីករាយនឹងដឹងថាខ្លួនអាចមានអត្ថប្រយោជន៍ចំពោះអ្នកដទៃ